ខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំនិងសូមគោរពជំរាបសួរទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះទូព្រះបង្គំជាខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំស្ដេចយាងទតនិងទស្សនាព័ត៌មានព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានជាបន្តបន្ទាប់ដូចតទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តម Stephen Meserer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទ Cameron ព្រះបរមរាជវាំងវេលាម៉ោង 10 ព្រឹកថ្ងៃទី 23 ខែកក្កដាឆ្នាំ 2026 ដើម្បីក្រាបថ្វាយបង្គំលាព្រះករុណាព្រះមហាក្សត្រក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាMy wife and my colleague. Thank you very much. Thank you for most welcome. My assistant. My consul, Mr. Kutzner. My assistant, Mrs. Tengler. Our deputy consul, Mr. Thaler. Our deputy head of the administration, Mr. Osterwold, and Mr. Conrad, who is our trainee here. Thank you. Your Excellency, at first, I would like to thank you very much for your very ក្នុងឱកាសដ៏ប្រសើរនោះឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានថ្វាយរូបគំនូរចម្រុះពណ៌ដ៏ល្អវិចិត្រថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏ប្រសើរនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទទួលបានប្រអប់បារីប្រាក់ដែលលម្អទៅដោយក្បូរក្បាច់ចម្លាក់ប្រពៃណីខ្មែរយ៉ាងល្អវិចិត្រនិងប្រកបដោយភាពរស់រវើកដែលបង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈប្រពៃណីនិងទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានថ្វាយនូវសេចក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជហឫទ័យដ៏ប្រសើរថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដែលព្រះអង្គបានប្រោសព្រះរាជទានរួមចំណែកបង្កការងាយស្រួលគ្រប់យ៉ាងធ្វើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្រេចនូវភារកិច្ចការទូតដ៏វិសេសវិសាលនេះឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានទូលថ្វាយអំពីគោលការណ៍ដ៏ល្អប្រពៃរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងបន្តការខិតខំថែមទៀតក្នុងការពង្រឹងនិងពង្រីកនៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរអាល្លឺម៉ង់កម្ពុជាឲ្យកាន់តែមានភាពរឹងមាំវិសេសវិសាលថែមទៀត
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្វាយនៅចំណាប់អារម្មណ៍ប្រកបដោយមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅក្នុងឱកាសដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសូមសម្ដែងនូវការកោតសរសើរដ៏ស្មោះសរចំពោះសភាពការរីកចម្រើនកាន់តែល្អប្រសើរនៅកម្ពុជាក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លានិងការគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់នៃអង្គព្រះករុណាព្រះមហាក្សត្ររាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍសង្គមជាតិយើងបានប្រកបទៅដោយសេចក្តីសុខសន្តិភាពការឯកភាពជាតិដ៏រឹងមាំនិងមានការរីកចម្រើនគ្រប់ផ្នែកជាបន្តបន្ទាប់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្ដែងនូវការកោតសរសើរជាខ្លាំងថែមទៀតចំពោះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងការបន្តដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គមនិងវិស័យសំខាន់ៗដទៃទៀតមានការរីកចម្រើនគួរជាទីមោទនៈខ្ពស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជអង្គការសម្ដែងនៅព្រះរាជហឫទ័យបេតិសម្មនស្សសូមចូលរួមអបអរសាទរដោយសេចក្តីកោតសរសើរដ៏កក់ក្ដៅក្រៃលែងចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តនិងបទពិសោធន៍ដ៏ខ្ពង់ខ្ពស់ធ្វើឲ្យការបំពេញបេសកកម្មការទូតដ៏វិសេសវិសាលរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងកិត្តិយសដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជឱកាសកោតសរសើរដ៏កក់ក្ដៅថែមទៀតចំពោះការខិតខំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាហើយជោគជ័យដែលឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ខិតខំសម្រេចបាននៅក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាប្រពៃណីដែលមានរយៈពេលដ៏យូរលង់រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាអាល្លឺម៉ង់កាន់តែទទួលបាននូវការវិវត្តរីកចម្រើននិងជិតស្និទ្ធថែមទៀតឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះដែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសពព្រះរាជហឫទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជាតិអាល្លឺម៉ង់ដែលបានបន្តជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មចំពោះប្រជាជាតិកម្ពុជាលើវិស័យសំខាន់ជាច្រើនរួមចំណែកធ្វើឲ្យការស្ថាបនានៅកម្ពុជាមានដំណើរការរីកចម្រើនជឿនលឿនជាបន្តបន្ទាប់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យមង្គលជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់សូមបានប្រកបនូវសុខភាពល្អនិងទទួលបានជោគជ័យថែមទៀតក្នុងការបំពេញភារកិច្ចថ្មីជាបន្តទៀតតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានប្រោសព្រះរាជទាននៅព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យនឹករលឹកស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅជូនថ្នាក់ដឹកនាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងមនោសញ្ចេតនារឹតចំណងមិត្តភាពដ៏រឹងមាំស្និទ្ធស្នាលថែមទៀតសម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានថ្វាយព្រះសព្វសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍និងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ Very much for this.
ទ្រទស្សនិកជនជាទីគោរពព័ត៌មានព្រះរាជកបភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដែលស្ដេចយើងទតនឹងទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំលានិងគោរពជម្រាបលា